ហើយស្ដាប់អ្នកសំដែងកើតនឹងញាតិញោមសំដែងកើតនឹងកុំតូចចិត្តកុំចិត្តចង្អៀតអីណាហើយនឹងវាមិនមែននរណាចេះធ្វើបញ្ញាទេនឹងយើងត្រូវចូលដល់ចំណុចនឹងមួយទៀតអ្វីវាតេតិននឹងការសន្សំមកហើយយើងស្ដាប់នេះក៏យើងមិនចង់ទៅប្រកួតប្រណាំងប្រជែងជាមួយនរណាដែរគឺដើម្បីចម្រើនបុណ្យកុសលហើយនឹងទឹកចិត្តនឹងវាទលាយវិញគឺចិត្តទៅលើកអញរៀនយូរហើយមិនចេះថាគេឈប់ណាតិចទៅវិញចឹងចុះអញ្ចឹងឬអត់ណាដូចគ្នានឹងទៅធ្វើស្រូវគេស្រូវឯនេះវាចេះតែខូចចេះតែស្វិតទៅវាមិនសូវបានផលគេឃើញខាងនោះគេធ្វើទៅចេះតែបានចេះតែអីទៅធ្វើចេះតែខូចឈប់ធ្វើតែហ្មងទៅចាំមើលគាត់នឹងស្រូវបានវិណាបើអត់ធ្វើឲ្យដេកផ្ទះកាន់តែលហាមទៅឬក៏យ៉ាងម៉េចណានឹងមនុស្សយើងចេះគិតខុសយ៉ាងឯងដូចឃើញគេធ្វើបន់ធ្វើទានអីហ្នឹងមិនគាត់មានគាត់ធ្វើហើយខ្ញុំក្រទៅធ្វើដោយគាត់មិនបានឬតែពាក្យអញ្ចឹងណាដូចគ្នាអាត្មាលើកឧទាហរណ៍អញ្ចឹងធ្វើមិនគាត់មានស្រូវស្រាប់ហើយគាត់ចេះធ្វើទៀតខ្ញុំអត់ស្រូវខ្ជិលធ្វើណារបៀបអញ្ចឹងឯងអត់ស្រូវឯងអត់ទៀតហ្នឹងលទ្ធផលវាយ៉ាងម៉េចវាកាន់តែលហាមទៅហ្នឹងណាដូចអត់ចេះហើយអត់រៀនទៀតហ្នឹងណាអត់ស្ដាប់ទៀតហ្នឹងគឺវាដុតធូបទៅទិញពីផ្សារពោធិ៍សាត់ឲ្យអស់ហើយទៅដុតឲ្យឆេះវិហារទៀតក៏វាអត់ចេះដែរបើយើងអត់រៀនអត់សូត្រហើយនោះណាហើយដល់យើងសិក្សាទៅពីបច្ច័យទៅអីទៅយើងឃើញដល់ធម៌ដែលយើងមិនអាចបង្កើតបាននេះខំប្រាថ្នាយូរហើយកើតចិត្តណាសូមឲ្យមានបញ្ញាចុះខ្ញុំប្រាថ្នាអស់ធូបមួយសន្ធឹកហើយវាមិនព្រមមានលោកទួយក្រោយរៀនឃើញដុតធូបប្រមាណផងឃើញចេះទេអត់គិតកន្លែងហ្នឹងទេគេនិយាយថាអ្វីវាមិនមែនបានដោយការបន់ស្រន់ហ្នឹងអត់ជឿណាគាត់ថ្មថាកំដិតធូបច្រើនពេកហ្នឹងមានអ្នកខឹងអ្នកងោម៉ែឪអញដុតតែអញ្ចឹងណាដុតទៅមិនទៅហាមអីបើកុំឲ្យវាឆ្លក់ថ្មថាប៉ុណ្ណឹងទៅអ្នកខ្លះព្រឹកមិញទៅសំដែងធัวអីហ្នឹងក៏ដុតទៀនណាពីដើមធំវាបហុយទៅលោមចូលច្រមុះឆ្លក់ទៅទេមិនកើតហើយបញ្ញាមកពីណាកន្លែងហ្នឹងណាហើយថ្ងៃចែកមើលមុខគ្នាឲ្យច្បាស់ជ្រិញណាហើយដុតធូបដុតទៀនទៀតវាល្ងឹតទៅអញ្ចឹងយើងដុតទៅបូជាទៅវាល្អមើលហើយថ្ងៃនៅតែដុតទៀតណាឃើញកាលណាលោកសំដែងធัวកើតអីចឹងទៅជួនកាលយើងស្គាល់មនុស្សណាយើងស្គាល់មនុស្សយើងហ៊ានមើលងាយមនុស្សហ្នឹងជួនកាលមកអំពីយើងស្គាល់មិនច្បាស់រហូតដល់មានអ្នកខ្លះមើលងាយព្រះសម្មាសម្ពុទ្ធណាលើកថាវាតាក់ខ្លួនឯងហ្នឹងវាក្រាន់បើវាប្រសើរហើយពេកមកចិត្តពិចារណាថាហេតុអីបានគេហ៊ានមើលងាយព្រះសម្មាសម្ពុទ្ធហ៊ានមើលងាយពុទ្ធឱវាទថ្មពីនៅនឹងចូលមិនតាន់ដល់មិនតាន់ស្គាល់ព្រះសម្មាសម្ពុទ្ធពិតប្រាកដឡើយចិត្តហ៊ានមើលងាយទៅបើយើងមើលមនុស្សទូទៅទាំងអស់ច្រើនតែមើលពីសម្បកខាងក្រៅជាងកាលឃើញក្មេងពេកទៅអីពេកទៅក៏នៅតែធម្មតាចឹងទៅណាហើយតើតែយើងសិក្សារៀនសូត្រទៅឃើញនៅក្នុងមនុស្សនឹងមានចំណេះវិជ្ជាអីចឹងទៅបានយើងដឹងថាតើក្នុងមនុស្សនឹងមានខ្លឹមដែរឬអត់នឹងមិនយើងអាចស្វែងយល់បានបើសិនជាយើងអត់បានចូលទៅដល់ជំរឿទឹកចិត្តមិនចូលទៅដល់អធិស្រ័យរបស់បុគ្គលនោះទេយើងមើលងាយពីក្រៅមិនត្រឹមត្រូវណាមួយធัวដែលមើលងាយហ្នឹងវាមិនមែនជាធัวមិនមែនវិន័យផងហើយវាខុសចាកការពិតទៅទៀតតែហត់ដូចជារឿងស្អីព្រាមនិមន្តសាមណេរ4អង្គទៅឆាន់ចាំទេ4អង្គដូចជាសុខសាមណេរបណ្ឌិតសាមណេរសុមនៈសាមណេរណាទៀតដូចជាសង្កច្ចសាមណេរមួយទៀតហ្នឹង4អង្គសិតតែព្រះអរហន្តដែរហើយអញ្ចឹងឯងហើយសាមណេរសិតអាយុ7ឆ្នាំកាលនោះឯងជាព្រះអរហន្តណាមានអភិញ្ញាទៀតហ្នឹងហើយគាត់ជាតកូលព្រាហ្មណ៍គាត់ជ្រះថ្លាទៅលោកចាស់ទេគាត់អត់ជ្រះថ្លាលោកក្មេងៗទេណាគាត់និមន្តចង់និមន្តព្រះឯណោះណាប៉ុន្តែមុនដំបូងឲ្យប្តីគាត់ទៅនិមន្តប៉ុន្តែព្រះអង្គឃើញរឿងហ្នឹងព្រះអង្គអត់ទទួលដល់អត់ទទួលវិខធំមកព្រះសិរីបុត្រព្រះមហាមុគលានឃើញព្រះអង្គអត់ទទួលអត់មកដល់សាមណេរ4ហ្នឹង
សាមណេរ4ហ្នឹងដឹងអធិស្ឋានទៅព្រះអង្គឲ្យទទួលក៏មុនមកមកដល់និយាយគាត់បន្ទោសតប៉ែនេះឲ្យទៅមុនព្រះទៅយកកូនក្មេងមិនតាន់ឈប់បៅមកថាឲ្យសាមណេរតូចអញ្ចឹងថាហើយក៏ឲ្យលោកទៅគង់លើអាសនៈទៀតទៅទុកអាសនៈខ្ពស់ហ្នឹងទៅឲ្យទៅមុនទៀតបើមុនព្រះមិនបានមុនអ្នកបន្តព្រះទៅនិមន្តព្រះសិរីបុត្រទៅមុនព្រះសិរីបុត្រព្រះអង្គព្រះសិរីបុត្រសួរខ្ញុំចុះមានអត់តាន់មានមុនលោកបានទេហ៎បានទេប៉ុន្តែបានកូននាងទូចអត់យល់ទេបើបានទេថ្មអត់ទៅកន្លែងផ្សេងក៏ទៅមុនព្រះមកកលៀនទៀតមកកលៀនសួរដឹងរឿងណាមុនអង្គផ្សេងមកដល់ឃើញសាមណេរនៅហ្នឹងដើរហួសអត់ចូលទេព្រោះសាមណេរអត់បានទទួលចហានបើចូលទៅគេជ្រះថ្លាជាមួយលោកអត់ជ្រះថ្លាជាមួយសាមណេរហ្នឹងណាហើយសាមណេរក្មេងពេលព្រះរហន្តមែនបើវាហេវដែរណាថ្ងៃចិត្តត្រង់ទៅហៀទឹកមាត់ដែរហ្នឹងគេដាក់ចង្ហាន់ហ្នឹងកាពះនេះវាចេះតែរោរឿងណាហើយចិត្តហួសថ្ងៃទៅទៀតក្តៅដល់អាសនៈសកទេវរាជឯណោះណាសកទេវរាជបើកសហសនេទៅអ្នកមានគុណធម៌ហ្នឹងអាចឲ្យដឹងដល់សកទេវរាជក៏ឃើញថាសាមណេរ4អង្គចិត្តអត់ចង្ហាន់ណាហើយឃើញព្រាហ្មណ៍ហ្នឹងមិនទទួលមិនឲ្យសាមណេរបានគង់លើអាសនៈឆាន់ចង្ហាន់អញ្ចឹងក៏និមិត្តធ្វើព្រាហ្មណ៍ចាស់មួយមកហើយប្រពន្ធនោះឲ្យបើថាមុនលោកចាស់ណាមិនបានទៅអញ្ជើញព្រាហ្មណ៍ណាចាស់មកទៅហៅចាស់ណាមួយមិនបាច់បួសក៏បានដែរឲ្យតែចាស់ដើម្បីមកទទួលចង្ហាន់ហ្នឹងអូវារកគោរពកូនក្មេងទូចហ្នឹងវាមិនកើតមកពីអីពេលហ្នឹងមកពីអីម៉ែខាងសួរថាមកពីអីបានស្គាល់លោកពិតទេពេលហ្នឹងអត់ទេស្គាល់លោកអត់ពិតទេស្គាល់តែសបកខាងក្រៅតែប៉ុណ្ណោះហ្នឹងហើយដល់តែព្រាហ្មណ៍ជាប្តីទៅអញ្ជើញមកធ្វើកាន់ឈើច្រត់កុកមកសកទេវរាជណាបាននិមិត្តធ្វើជាព្រាហ្មណ៍ចាស់ដើរកុកមកដល់ព្រាហ្មណីឲ្យទៅអង្គុយលើអាសនៈខ្ពស់អត់ទៅអង្គុយក៏ឃើញសាមណេរមកលុតជង្គង់ថ្វាយបង្គំសាមណេរហ្នឹងព្រាហ្មណីខឹងដល់នេះតានេះអញនាំមកឲ្យអង្គុយខ្ពស់មកគោរពកូនក្មេងណាមកខឹងអញ្ចឹងឲ្យពីរអ្នកប្តីប្រពន្ធចាប់អូសទៅក្រៅវិញណាទៅកំណៅអូខ្លះញ៉ាំផ្លឹកតិចខ្លះទាញដៃតណាត់តណៃចេញទៅដល់ក្រៅចូលមកផ្ទះវិញឃើញតានឹងនៅក្នុងនឹងដដែល2 ដង 3 ដងយកទៅទម្លាក់ចោលក្រៅទៅក៏ចេញជាសកទេវរាជវិញទៅទូនមានទៅណែឯងមិនស្គាល់ពុះអសេរពឹសតែមានកាច់ពឹសដល់ពលិកកាលណាអ្នកឯងប្រមាថអ្នកឯងមើងងាយនឹងបានទៅទោសតន់តែធ្ងន់ណាបាននិមិត្តខ្លួនឯងជាសកទេវរាជចូលមកថ្វាយបង្គំព្រាហ្មណ៍ពីអ្នកប្រិយប្រពន្ធញ័រខ្លួនហើយដល់លោកឆាន់ហើយលោកដើម្បីបង្ហាញឲ្យព្រាហ្មណ៍នឹងបានដឹងលោកចូលឈានទៅខ្លះចេញតាមប្រួយខ្លះចេញតាមដបូលខ្លះចេញតាមអានៀបមុជទៅក្រោមផ្លូវផ្សេងគ្នាអត់បានចេញតាមមាត់ទ្វារធម្មតាទេព្រិចបាត់អស់ណាហើយបានពីរអ្នកប្តីប្រពន្ធនេះតាវាឯងនោះមានភ្នែកអត់ប្រស្រីមែនព្រះអរហន្តមានយូរណាស់ហើយអត់ដឹងណារឿងដែលមើងងាយហ្នឹងវាមកពីរឿងអត់ដឹងអ្នកមើលវាអត់ដឹងចឹងទៅក៏ចិត្តតែប៉ាន់ស្នាស្មានចឹងទៅវាអត់បានស្គាល់តាមពិតមនុស្សយើងមិនចាំបាច់និយាយដល់ព្រះអរហន្តទេក្នុងមនុស្សម្នាក់ហ្នឹងវាពូកែរឿងអីមួយមិនខានប្រសិនបើនៅក្នុងមនុស្សម្នាក់ហ្នឹងមិនពូកែខាងអីមួយនេះមិនមែនរស់កើតទេសំបីនៅក្នុងកិច្ចការងារចិញ្ចឹមជីវិតហ្នឹងគ្រាន់តែមិនបានធ្វើការងារដូចយើងតែគេចេះការងារផ្សេងដូចនេះគេបកកែរឿងផ្សេងទៅនៅក្នុងមនុស្សហ្នឹងមិនគួរដល់ការមើងងាយមើលថោកមនុស្សណាបាននិយាយតែម្នាក់ឯងទៀតញាតិញោមឡើងមកទៀតមករឿងអីមានរឿងអីនិយាយទៀតណាអញ្ចឹងលោកឡើងទៀតមុនទៀតមករៀនជាមួយសៅគ្រូហ្នឹងឲ្យវាមានធួណាដែលចេះពីលោកមកសំដែងអញ្ចឹងទៅវាសំគួរថាបានយល់បានដឹងបើយើងមិនចាំធួក៏យើងអាចនិយាយថាខ្ញុំមិនអាចចាំទេប៉ុន្តែគ្រាន់តែបានយល់ទៅអាចកាត់បន្ថយនៅការខឹងក្រោធអីតាមស្ដាប់រឿងរ៉ាវអីចឹងទៅណាមិនចាំបាច់ដល់តែលើកអភិធម្មអីក៏បានដែរឲ្យតែឃើញគុណប្រយោជន៍នៃការសិក្សារៀនសូត្រហ្នឹងតើវាប្លែកក្នុងចិត្តយ៉ាងម៉េច
ណារណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធជាម្ចាស់មួយអន្លើដោយព្រះធម៌និងប្រជុំនៃព្រះអរិយសង្ឃទាំង8ពួកដោយសេចក្តីគោរពនិងសូមគោរពម្ចាស់គ្រូជាទីគោរពសក្ការៈរបស់ខ្ញុំនិងម្ចាស់គ្រូតូចព្រមទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គជាទីគោរពដោយថ្ងៃនេះជាថ្ងៃខួបរបស់ម្ចាស់គ្រូតូចខ្ញុំបកករណាមានសេចក្តីជ្រះថ្លាដោយបានតបស្នងសង្គុណនៅការរៀនសូត្របានចេះខ្លះនឹងលើកយកមកប្រកេនជូនចាស់គ្រូនិងលោកគ្រូតូចជាទីគោរពការដែលបានរៀននៅជាមួយម្ចាស់គ្រូដំបូងគឺរៀនអំពីចិត្តនោះមាន89ដួងឬ21ដួងហើយចិត្តនោះមានអកុសលចិត្ត12គឺលោភៈមូល8ទោសៈមូល2និងមោហៈមូល2អកុសលចិត្ត12ចែកជាសោមនស្សសម្បយុត្តមាន4ដួងគឺអសង្ខារិកៈសោមនស្សអសង្ខារិកៈនិងសសង្ខារិកៈនិងឧបេក្ខាមាន4ចែកជាសង្ខារិកៈនិងអសង្ខារិកៈហើយនឹងតោសមូលចិត្ត2ជាឧបេក្ខាប្រកបដោយការថ្នាំងថ្នាក់ដោយមានគេដឹកនាំឬនឹងក៏ថ្នាំងថ្នាក់ដោយខ្លួនឯងនិងមោហៈមូលចិត្ត2ដួងដែលប្រកបដោយវិជកិច្ឆាគឺការសង្ស័យនិងឧទ្ធិច្ចៈគឺរវើរវាយហើយនឹងតទៅទៀតមានជាអកុសលវិបាក18ដួងគឺអកុសលវិបាកចិត្ត7ដួងដែលប្រកបដោយឧបេក្ខាមានឧបេក្ខាសហកតੰចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណជាអកុសលវិបាកគឺឃើញរូបមិនល្អសម្លេងមិនល្អដឹងរសមិនល្អហើយនឹងទុក្ខសហកកវិញ្ញាណប្រកបដោយទុក្ខនឹងមួយហើយនឹងឧបេក្ខាសហកតមនោវិញ្ញាណធាតុអកុសលវិបាកហ្នឹងគឺវាធ្វើកិច្ច5គឺបដិសន្ធិកិច្ចភវង្គកិច្ចចតិកិច្ចសន្តរណីអសន្តរណកិច្ចនិងតទាលំបនកិច្ចគឺកិច្ចមួយហ្នឹងបើបានប្រព្រឹត្តហើយគឺទៀងតែធ្លាក់ទៅអបាយហើយនឹងកុសលវិបាកចិត្ត8ទៀតគឺឃើញរូបល្អសម្លេងល្អក្លិនល្អរសល្អនិងសុខសក្តៈកាយវិញ្ញាណប្រកបដោយសុខនិងសោមនស្សមនោវិញ្ញាណធាតុឧបេក្ខាឧបេក្ខាមនោវិញ្ញាណធាតុហ្នឹងក៏ប្រកបកុសលវិបាកហ្នឹងក៏ធ្វើកិច្ច5ដែរគឺចតិកិច្ចភវង្គកិច្ចបដិសន្ធិកិច្ចសន្តរណកិច្ចនិងតទាលំបនកិច្ចកិច្ចទាំង5នេះបើកើតជាមនុស្សគឺជាទេវតាទៀបហើយមនុស្សហើយកើតមកក៏មិនគ្រប់លក្ខណៈគឺមានកោថ្លង់ខ្វាក់អីជាដើមប៉ុន្តែជាកុសលដែរបានកើតជាមនុស្សហើយនឹងកិរិយាចិត្ត3ដួងឧបេក្ខាទី1ហ្នឹងគឺធ្វើបញ្ចទ្វាមុនបញ្ចវិញ្ញាណហើយឧបេក្ខាទី2ហ្នឹងធ្វើបោធវនកិច្ចតាមបញ្ចទ្វាដល់មិនធ្វើកិច្ច2គឺបោធវនកិច្ចតាមបញ្ចទ្វានិងមនោវិញ្ញាណអវចនៈតាមមនោទ្វាហើយនឹងសោមនស្សមនោវិញ្ញាណធាតុកិរិយាហ្នឹងគឺក៏ធ្វើជាសម្រាប់ព្រះអរហន្តមានការសើចញញឹមអីជាដើមទាំង30នេះជាអសោភនៈចិត្តហើយធ្វើកិច្ច14ក្នុងសាវនៈចិត្តចិត្តហ្នឹងធ្វើកិច្ច14គឺបដិសន្ធិកិច្ច1ភវង្គកិច្ច1អវចនៈកិច្ចទស្សនៈកិច្ចសវន
កិច្ចធាយនកិច្ចរក្សាកិច្ចសាយនកិច្ចបដិសន្ធផោសនកិច្ចបដិសន្ធិសម្បដិឆានិសម្បដិឆានកិច្ចសន្តយរណកិច្ចបោធវនកិច្ចចវនកិច្ចនិងតតិលំបនកិច្ចនិងចតេកិច្ចគឺកិច្ចទាំង18នេះកិច្ចអហេតុកៈនេះហើយដែលធ្វើកិច្ច14ហើយទៅក្នុងមហារូបាវច្ចកាមាវចរៈកុសល24នឹងមានមហាវិបាក8គឺមានសោមនស្សនឹងញាណសម្បយុត្តញាណសម្បយុត្ត4ដួងនិងសោមនស្សហើយនឹងឧបេក្ខានឹងលាយគ្នានឹង4ដួងទៀតហើយនឹងជាវិបាកនឹងមាន4ដួងដូចគ្នាដែរនិងជាកិរិយាក៏មាន4ដួងដូចគ្នាដែរហើយនឹងរូបាវចរៈវិបាក15គឺមានរូបាវចរៈវិបាកនឹងកុសលជាវិបាកជាកិរិយាដូចគ្នាហើយក្នុងរូបាវចរៈវិបាកនេះបើធ្វើជាឈានវាចូលក្នុងសមថវិបស្សនាហ្នឹងបងព្រះអង្គធ្វើអដេញកសិន40ព្រោះចឹងរូបាវចរៈឈានណាអារម្មណ៍ហ្នឹងគឺក្នុងសមថ40ហើយរូបាវចរៈឈានអរូបាវចរៈឈានហ្នឹងក៏មាន4ដែរអាកាសញ្ញាយតនៈនេវសញ្ញាយតនៈអកញ្ចញ្ញាយតនៈនិងនេវសញ្ញានាសញ្ញាយតនៈជាកុសលជាវិបាកជាកិរិយាក្នុងអរូបាវចរៈចិត្តនេះបើនេះធ្វើទៅបានកើតជាព្រំមាន16ជាន់ណាបានរូបអរូបព្រំ4ហើយនឹងចំពោះម្ចាស់គ្រីស្ទឲ្យលោកកុត្តរៈ8ហ្នឹងគឺសោតាបតិមៈសោតាបតិផលហ្នឹងខ្ញុំម្ចាស់រៀនជាមួយម្ចាស់គ្រូហ្នឹងសូមប្រគេនបុណ្យនឹងក្នុងចិត្តហ្នឹងគ្រប់ព្រះអង្គម្ចាស់គ្រូអីទាំងអស់ហើយរៀនជាមួយម្ចាស់គ្រូតូចរៀនពីចេតសិក52និងរូប28ចេតសិក52ហ្នឹងដូចថាកើតក្នុងអារម្មណ៍ណាចេតសិកកើតក្នុងអារម្មណ៍នោះរលត់ទៅស្មើណាចេតសិកហ្នឹងក៏រលត់ទៅដូចគ្នាវាមាន4យ៉ាងហើយបើអត់មានចេតសិកទេចិត្តក៏មិនអាចកើតបានឡើងដែរហើយចេតសិក52ហ្នឹងវាមានអញ្ញសមាណាចេតសិក13គឺសព្វសាធារណៈចេតសិក7និងបកណ្ណចៈបកណ្ណកៈចេតសិកនឹង6ហើយនឹងអកុសលចេតសិក14សោភនៈចិត្ត25មានសព្វសាធារណៈសោភនៈចិត្តនឹង19វិរតិ3អភិនិងនិព្វានរូបនោះ10អនិព្វានរូប18នឹងមានអនិព្វានរូប18និងអនិព្វានរូបនឹង10និព្វានរូប18នាងមានស្អីគេមហាភូតរូបនឹង4បសាទរូប5វិសយៈរូប4ភាវរូប2ហតិយៈរូប1ជីវិតរូប1អាហាររូប1ហើយនឹងអនិព្វានរូប10មានវិញ្ញតរូប2វិការរូប3បរិច្ឆេទរូប1និងលក្ខណៈរូប4ហើយនិព្វានរូបហ្នឹងបើចែកទៅក៏មាន5អនិព្វានរូបបើចែកទៅមាន5មាននិព្វានរូបមកមានសភាវរៈសភាវរូបសលក្ខណៈរូបរូបរូបស្អីទៀតទេបងមាន5សមាសនៈរូបហើយនឹង
រៀនទៅដល់រូបនឹងវាមានសមុទ្រឋានមានកម្មមានចិត្តមានអូតុមានអាហារអីប៉ុណ្ណេះខ្ញុំកណាចាំបានខ្លះយល់ខ្លះសូមប្រគេនបុណ្យក្នុងការរៀនសូត្រប្រឹងព្យាយាមដើម្បីតបស្នងសង្ឃគុណនឹងកិច្ចចាស់គ្រូនិងទាំងពីរព្រះអង្គនិងប្រគុណម្ចាស់គ្រប់ព្រះអង្គសូមអនុមោទនាហើយសូមជូនបុណ្យដល់ញាតិញោមទាំងអស់ដែលមានមកក្នុងទីនេះក៏សូមអនុមោទនានៅកុសលផលបុណ្យណាសាធុណាតតិតតៈអីឲ្យតែបានចេញណាហ្នឹងហើយតែបានចេញមកដឹងថារៀនមែនហ្នឹងហ្នឹងឥឡូវយើងរៀនចេះចឹងទៅដូចអាត្មានិយាយចឹងទៅថាយើងនឹងស្គាល់នៅគុណតម្លៃរបស់ពុទ្ធសាសនាណាច្រឡំចិត្តចេតសិកខ្លះចឹងមិនអីទេអានឹងអ្នកស្ដាប់នឹងក៏ដឹងថានេះយើងឡើងមកមិនមែនឡើងមកបរិញ្ញាទេណាយើងឡើងមកសម្ដែងអរគុណថាតែយើងថ្ងៃនេះយើងមានបុណ្យរំលឹកព្រះសិរីបុត្រផងរំលឹកគូកំណត់របស់អសោគ្រូផងហ្នឹងដែលយើងថាជាសិស្សសានុសិស្សអរគុណដោយសារយើងរៀនចេះអីខ្លះអាហ្នឹងចេះតាមចំណេះយើងចេះជាងកាលវាមកពីភ័យពេកណាភ័យទេឡើងអញ្ចឹងហ្នឹងភ័យទៅចង់និយាយថាចេតសិកអាម៉ត់វាទាញទៅចិត្តអីណោះអាហ្នឹងក៏មានដែរណាអាត្មាសំដែងធោះជាងការភ្លេចខ្លួនទៅចង់និយាយចិត្តវាទៅជាចេតសិកចង់និយាយចេតសិកវាទៅជាចិត្តមិនភ័យក៏វាអាចច្រឡំអញ្ចឹងដែរណាជាងមិនថាអ្នកស្ដាប់សិក្សារៀនសូត្រហ្នឹងយើងត្រូវតែផ្ទៀងផ្ទាត់ហើយតេតិនជាមួយការសិក្សារៀនសូត្រហ្នឹងដូចជាអសោដាស្អីដែរអ្នកដាមិនអ្នកតាទេណាអ្នកដាលោកនិយាយអំពីការខិតខំរៀនសូត្រនៅកន្លែងទៅទៀតហ្នឹងវាច្បាស់លាស់ហើយដូចញាតិញោមគាត់អាចនិយាយបានខ្លះហ្នឹងមិនមែនខំទៅក្នុងសាលាទេមែនទេនៅផ្ទះខំទេហ្នឹងខំអីមិញវាស្ដាយអត់បានថតបាទស្ការឈេងអៀងហ្នឹងក៏និយាយបានច្រើនណាធ្លាប់ចាំពាក្យសម្ដីរបស់លោកគ្រូខ្ញុំកណាមួយតាំងពីខ្ញុំកណានៅសាមណេរហ្នឹងលោកប្រាប់ថាសិភៅជាគ្រូទី1ណាសិភៅគម្ពីរដីកានឹងឯងគឺជាគ្រូទី1ហើយអ្នកបញ្ញាបញ្យលគឺជាគ្រូទី2នឹងជាទស្សនៈលោកហើយយកមកគិតមើលក៏ត្រូវមួយយ៉ាងដែរណាព្រោះសិភៅហ្នឹងវាបានប្រាប់ញឹកជាងគ្រូយើងចឹងមែនទេតែញាតិញោមគិតមើលញាតិញោមសរសេរទៅទុកផ្ទះឬក៏រកសិភៅមកអានមកថាហ្នឹងញាតិញោមរលឹកពេលណាភ្ញាក់ពេលណាទាញសិភៅគឺសិភៅនៅចិត្តចុះគ្រូអ្នកបរិញ្ញានេះមាននៅកេងចិត្តញាតិញោមឯណាណោះចឹងមែនទេហ្នឹងហើយហ្នឹងពេលដែលគ្រូទី1ហ្នឹងសរសេរបញ្យលហើយក្នុងហ្នឹងសរសេរមើលបញ្យលយើងត្រូវការគ្រូទី2គឺអ្នកបង្ហាត់បង្រៀនហ្នឹងណាដូចគ្នានឹងយើងជំរាបសេចក្តីទៅព្រះសម្មាសម្ពុទ្ធជាគ្រូទី1របស់យើងគ្រប់គ្នាដែលព្រះអង្គផ្ដាំមកជារត់ទុកនៅក្នុងសិភៅហ្នឹងហើយក្នុងគម្ពីរដីកាហ្នឹងហើយដល់តែយើងមើលដីការបស់ព្រះអង្គដែលជាគ្រូទី1របស់យើងនឹងមិនយល់ទើបយើងត្រូវការគ្រូទី2គឺអ្នកបង្ហាត់បង្រៀនណានេះដែលលើកឡើងយ៉ាងនេះក៏មិនមែនដើម្បីចង់ឲ្យញាតិញោមនឹងដឹងគុណអីយ៉ាងណាទៅទេប៉ុន្តែគ្រាន់ថាយើងរលឹកគ្នាក្នុងលក្ខណៈល្អមិនលើកគុណនៅចង់បានការតបស្នងអ្វីក្រៅពីឲ្យពុទ្ធបរិស័ទនឹងយល់ណាយល់ទៅលើគុណធម៌ដែលមានអនុគ្រោះគ្នាដោយទឹកចិត្តណាកុំឲ្យដូចជាអ្នកបរិភោគកាមគុណហ្នឹងដឹងគុណគ្នាទល់តែបានរបស់ជាទីសប្បាយឲ្យសប្បាយទៅបានចេះដឹងគុណដឹកគុណនោះណារឿងដឹកនាំផ្នែកពធនេះវាអត់មានបានសប្បាយអីដោយការអារម្មណ៍ផ្សេងទេប៉ុន្តែវាអាចសប្បាយផ្នែកខាងក្នុងសប្បាយហើយមិនកើតទុក្ខហើយសប្បាយហើយនាំឲ្យយើងតស៊ូជាមួយអារម្មណ៍ផ្សេងបាននៅពេលដែលយើងកើតទុក្ខទៀតផង
បើចំពោះសបាយនៃកាមគុណផ្សេងពេលទុកមកដល់មិនដឹងយកអីទៅដោះស្រាយទេសុខសោមមកដល់មានពិតជាមួយនឹងអារម្មណ៍កាមគុណផ្សេងហ្នឹងវាមានប៉ុន្តែវាសបាយមែនពេលហ្នឹងប៉ុន្តែទុកមកដល់ក្រឹបទៅវាមានយកមកសបាយហ្នឹងមកចែករំលែកសេចក្តីទុកឯណាបានតិចតួចអត់ផងញាតិញោមធ្លាប់ឈឺធ្ងន់ឈឺអីដឹងហើយដូចកាលដែលអាត្មាចុកពោះខ្លាំងអីចឹងចុកខ្លាំងទៅស្រួលលោកច្បាច់ដៃច្បាច់ជើងឲ្យមុនដំបូងទៅចេះតែស្រួលដែរប៉ុន្តែចុកខ្លាំងមែនទែនឈប់ឲ្យប៉ះតែមកតែវាលែងស្រួលលែងអីកុំមកដដែលសរសើរដល់លោកម្ចាស់គ្រូឯងនឹងទេសនាពីរោះអីចឹងមិនបាច់មកសរសើរទេគ្មានចង់ស្ដាប់ទេចឹងណាពេលឈឺខ្លាំងណាស់ណាមិនបាច់មកសរសើរគេនឹកគេស្រឡាញ់គេគាំទ្រមិនបាច់មកនិយាយថយចេញវាអត់មានទៅត្រូវការអីរបស់អញ្ចឹងទៀតនៅពេលដែលសេចក្តីទុកមកដល់នេះក្រៅពីរោធោរអាមកពិចារណាអីទៅបានយើងឃើញថាអនិភិសារោនៅក្នុងជីវិតយើងនឹងវាពិតប្រកបអញ្ចឹងមែនណាអត់មានគ្រឿងការពារហើយអញ្ចឹងមែនទៅណាហើយយើងមើលដូចព្រះរដ្ឋបាលហ៊ានសម្ដែងពាក្យហ្នឹងជាមួយព្រះរាជាណាសត្វលោកនេះអតាណោលោកោអនិភិសារោសត្វលោកនេះអត្ថវោណាឧបនិយតលោកោអត្ថវោសត្វលោកនេះមិនទៀងត្រូវចរិយានាំចូលទៅកាន់មរណៈហើយអញ្ចឹងនិយាយពីការយល់ខ្លួនឯងប៉ុន្តែក៏ក្នុងលក្ខណៈទូនមានពរិជាសួរថាឃើញអីហេតុអីបានជាលោកម្ចាស់នឹងលះបង់ទ្រព្យសម្បត្តិទៅបួសឃើញអញ្ចឹងឃើញថាសត្វលោកហ្នឹងគឺមិនទៀងត្រូវចរិយានាំចូលទៅកាន់មរណៈហើយពេលនោះពរិជាគិតអត់យល់សាកសួរទៅបានលោកលើកមកកាលមុនដែលបរិជានៅកម្លាំងអាយុ20អីហ្នឹងកម្លាំងសាច់ផ្លូវអីខ្លាំងហ្នឹងទៅបរិជាគិតថាម៉េចដែរពេលទៅច្បាំងគិតថាខ្ញុំកណ្ដាលមិនចាញ់ណាគឺដោយកម្លាំងហ្នឹងគឺមិនចាញ់ណាទេក្នុងការច្បាំងក្នុងសង្គ្រាមចុះឥឡូវនេះលោកបរិជាដែលចូលមកកាន់វ័យ80ជាងហើយហ្នឹងតើនៅមានគំនិតថាគ្មានពីណាឈ្នះអញទៀតទេតើអត់ទេលោកម្ចាស់ហើយឡើងក្រោកខ្លួនឯងចង់រួចដល់គេគ្រាហ្នឹងហើយដែលវាអត់មានសភាពទៀងអីទេតែវាទៀងនឹងទៅកាន់មរណៈនោះភ្លឺភ្នែកអូយពីរោះណាលោកម្ចាស់ហើយចុះលោកម្ចាស់ថាសត្វលោកមិនមានអ្វីការពារខ្ញុំកណាមានអង្គរៈមានកងតបច្រើនណានៅក្នុងនគរហ្នឹងដូចជាមានអ្នកការពារខ្លះដែរដល់លោកម្ចាស់ថាសត្វលោកទាំងអស់សុទ្ធតែគ្មានអ្វីការពារអញ្ចឹងណាមិនមានអីជាទីពឹងមិនមានគ្រឿងការពារអញ្ចឹងតើសេចក្តីនោះយ៉ាងណាណាបានលោកសួរថាមហាបពិតធ្លាប់ឈឺធ្ងន់ទេធ្លាប់បញ្ឈួនធ្ងន់អាពាធធ្ងន់ទេធ្លាប់តាលោកម្ចាស់មានថ្ងៃខ្លះខ្ញុំកណាឈឺរហូតដល់10000កុងសីអីហ្នឹងស្រែកទៅអូបារេជាអាពាធធ្ងន់ណាបញ្ឈួនធ្ងន់ណាប្រកាសជាស្លាប់មិនខានទេឮគេស្រែកល្វើយមកឈឺមុនដំបូងចុកខ្លាំងទៅដល់ឈឺយូរទៅឮមាត់គេស្រែកល្វើយណាហើយលោកសួរថាតើពេលហ្នឹងដែលបរិជាអាពាធឈឺធ្ងន់ហ្នឹងអាចបរិវារនៃការពារហ្នឹងមកការពារកុំឲ្យបរិជាឈឺបានទេបានឬក៏បានអត់ឈឺតែឯងមែនណាក៏សាធុចឹងមែនហើយគុណចាស់ណាវាគិតអត់ឃើញណាមនុស្សយើងហ្នឹងយ៉ាប់ចឹងសត្វលោកយើងហើយថាល្ងងហ្នឹងគ្មានព្រមថាល្ងងទេមែនទេព្រមថាល្ងងដែរណាហើយមួយទៀតលោកថាគ្មានស្អីជារបស់ខ្លួនទេបហាយកមនីយេសោណាគឺអត់មានអីជារបស់ខ្លួនត្រូវលះបង់អ្វីទាំងអស់បានទៅណាហ្នឹងអញ្ចឹងហើយប៉ុន្តែខ្ញុំកណាដូចជាមិនតន់យល់ព្រោះនៅក្នុងនគរនេះមានសម្បត្តិច្រើនដែរតើលោកម្ចាស់ដែលចាត់ទុកថាជារបស់ខ្ញុំកណារាល់ថ្ងៃហ្នឹងមានស្អីទ្រព្យសម្បត្តិដីទឹកដីគោកលើអាកាសអីហ្នឹងក៏នៅក្នុងកណ្ដាប់ដៃខ្ញុំកណាមិនក៏លោកម្ចាស់ថាមិនមានស្អីជារបស់ខ្លួនសោះអញ្ចឹងណាហើយទៅនឹងទៅឯណាតែទៅអត់យកអីទៅបានលោកថាបន្តអំពីពរិជាទីបង្គត់ទៅតើគេរាជសម្បត្តិនឹងត្រូវពរិជាដតីកាន់ការម្ដងឬក៏ពរិជាត្រូវមកកាន់ការតទៅទៀត
thế đặc nhầm cái nào ngọt tới nó không bị nào ơi soi đi chia thế cái ơi sẽ đạch xe nhá năng hai việc không xây ban bận tách bận tôi xem ra phải đi chia thế có xa thụ được về đó là lòng cha chẳng men tôi tôi chẳng men nó còn ta tịch thể đó rôm tôi điện hay là thì buồn nó cứ tật tao lô cao tàn hà tia sao đó sạch lục năng mình sai hai chia tia sạn đi toàn hà là hột ấy mình sai thấy chia tia sạn đi toàn hà lùm cha thành chẳng mất bất trong gần á chứ cá cáiผมraដោយការមកគុណនឹងវាសបោសបាយដែរតែមិនក៏ថាមិនចេះឆ្អែតមិនឆ្អែតនោះវាមានច្រើនរឿងណាមិនមែនតែរឿងក្នុងការមកគុណមួយទេលោកលើកថាទីហោថាមានតំណែងពីជនបទនេះជនបទនោះដែលមានដែនដីល្អមានតម្រៃមានសេះមានស្រូវអង្គហើយមិនជាជនបទរឹងមាំអីទេបើសិនជាបរិជាលើកតបទៅនឹងច្បាំងបានហើយតែបរិជាគិតថាម៉េចខ្ញុំកណ្ដាលនឹងច្បាំងយល់ណាច្បាំងយល់មានខាងនោះទៀតក៏ច្បាំងយល់មិនឆ្អែតនឹងផែនដីណាបរិជាមិនឆ្អែតនឹងផែនដីជាប់ទៅបានអូយពីរោះនៅលំចាស់ណាភាសិតរបស់លោកម្ចាស់នឹងមិនដែលធ្លាប់ដែលនិយាយពីមុនមកទេណាហ្នឹងហើយបានសរសើរនៅគុណសម្បត្តិផ្សេងៗនៃលោកសម្ដែងហ្នឹងថាដូចជាត្រូប្រតិបក្នុងទីងងឹតឬក៏ដូចជាផ្ងារបស់ដែលកាប់ឲ្យផ្ងាឡើងអញ្ចឹងឬក៏ប្រាប់នៅផ្លូវដល់មនុស្សវង្វេងឲ្យដើរទៅបានណានឹងហ៊ាននិយាយពាក្យថាវាគ្មានអីឬក៏គ្មានអីការពារហ្នឹងគឺជាមួយបរិជាក៏ហ៊ាននិយាយព្រោះរឿងហ្នឹងជារឿងពិតប៉ុន្តែអានេះវាតេតិននឹងអ្នកស្ដាប់ហ្នឹងចូលចិត្តស្ដាប់ផងណាបើគេអត់ចូលចិត្តស្ដាប់យើងនិយាយទៅក៏អាចមានទោសណានឹងនិយាយខ្លួនឯងច្រើនទៀតញាតិញោមទៀតតទៀតបានមកកសាចាំឈប់ណាឬក៏លោកមុនតិចទៀតហើយណានៅសល់ប្រហែលជា20នាទីទៀតហើយកណាខ្ញុំកណាសូមនមស្ការចំពោះលោកម្ចាស់គ្រូព្រមទាំងសូមនមស្ការចំពោះប្រជុំ3នៃព្រះរតនត្រ័យដែលជារតនៈដកដំប្រសើរលើលោកនិងសូមនមស្ការចំពោះលោកម្ចាស់គ្រូព្រមទាំងប្រកាសណាគុណចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែអង្គុយងក់នៅក្នុងទីនេះក្តីនិងញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែសម្រានឬក៏អង្គុយស្ដាប់នៅទីកន្លែងសាលាឆាន់ក្តីណាឃើញថាពេលវេលាក៏កាន់តែឈានទៅមុខកណាខ្ញុំកណាក្នុងវេលាឱកាសនេះគ្រាន់តែចង់សម្ដែងអំពីបទពិចារណាជុំវិញនៃជីវិតរបស់យើងនឹងប្រវត្តិរបស់ព្រះសារីបុត្រដែលជាថ្ងៃនេះជាថ្ងៃបុណ្យនឹងព្រះសារីបុត្រព្រះនិព្វានណាគឺពេលវេលាកាន់តែកន្លងទៅយ៉ាងណាមិញជីវិតរបស់សត្វលោកក៏កាន់តែកាន់តែចូលឈានទៅដល់នៅជារានិងមរណៈយើងមិនអាចដឹងទេប្រសិនបើជាយើងមិនបានសិក្សានៅធម៌របស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទេយើងគិតតែសប្បាយកាសអាយនឹងទ្រព្យសម្បត្តិផ្សេងនឹងប្រពន្ធកូនរបស់អ្នកដទៃឬក៏ហក់លោតណាក្នុងរបស់ផ្សេងដែលជាគ្រឿងជាប់ចម្ពាក់ដែលមិនអាចធ្វើឲ្យយើងឆ្លងផុតនូវសេចក្តីទុក្ខបានទៅវិញការជាប់ចម្ពាក់ទាំងអស់នោះវាអាចធ្វើឲ្យយើងជាប់នៅក្នុងវដ្តនេះកាន់តែយូរណាញាតិញោមកណាគុណចាស់ដែលគិតពិចារណាត្រង់ថាតាំងពីយើងចាប់មានជីវិតនៅក្នុងโลกនេះមិនថាជាតិនេះឬជាតិមុនទេយើងដែលពិចារណាថានៅក្នុងគម្ពីរលោកប្រកាសសម្ដែងថាព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងច្រើនហើយមិនមែនតែព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូនៃយើងទេណាគឺច្រើនព្រះសម្មាសម្ពុទ្ធត្រាស់ដឹងក្នុងលោកហើយចុះហេតុអ្វីបានជាយើងនឹងមិនបានសម្រេចមគ្គផលដោយអគ្គសាវកនៃព្រះសម្មាសម្ពុទ្ធដែរយើងដែរគិតចឹងទេណាគឺយើងត្រូវតែគិតពិចារណាត្រេះរិះណាថាមូលហេតុអីណោណាបានជាអាត្មាអញឬក៏រូបអញនេះវាមិនបាន
សម្រាប់មគ្គផលអីទៅព្រះនិព្វានដោយព្រះសម្មាសម្ពុទ្ធអីគឺមូលហេតុគឺមកពីយើងរវល់តែជាប់ចម្ពាក់ណាដូចជាបុគ្គលដែលធ្វើដំណើរទៅទីណាមួយអញ្ចឹងណាប្រសិនបើជាយើងរវល់តែចូលនេះចូលនោះលេចកាត់លេចខ្លួនអត់បានទៅលេងរវល់តែជាប់នេះជាប់នោះជួនកាលយើងទៅជិះម៉ូតូឬក៏ដើរស្រាប់តែដើររៀងហត់ហេវឯងមើលទៅមិនកើតទេរត់ទៅផ្ទះវិញហេវបែណាឬក៏ដើរចឹងទៅក៏ខឹងអ្នកណាមួយគេថាឲ្យឬក៏គេចេះតែដៀលហ្នឹងទ្រាំបានទៅផ្ទះសឹងនៅឬក៏ដើម្បីរកហេតុផលរកអីហ្នឹងគឺសេចក្តីប្រៀបធៀបត្រង់ថាសាកលោកយើងជាប់ចម្ពាក់នៅក្នុងសង្សារវដ្តហ្នឹងគឺដោយសារការជាប់ចម្ពាក់ណាជាប់ចម្ពាក់នៅរបស់ផ្សេងដែលជាគ្រឿងឥតប្រយោជន៍មានអបាយមុខជាដើមនេះនឹងគឺខ្ញុំកណាប្រកាសសម្ដែងអំពីបទពិចារណាបន្តិចបន្តួចឥឡូវយើងបានសិក្សាពធព្រះអង្គហើយយើងបានខ្សែគប់នៅសពបរោះហើយណាសពបរោះគឺមានព្រះសម្មាសម្ពុទ្ធប៉ុន្តែក្នុងគណៈពេលនេះគឺមិនមានព្រះសម្មាសម្ពុទ្ធគង់នៅទេណាមានតែព្រះធម៌របស់ព្រះអង្គដែលមានច្រើនណាមានព្រះត្រៃបិដកផ្សេងនឹងឯងមានគម្ពីរជាច្រើនទៀតហើយពេលបិទតែយើងមិនបានតន់ព្រះអង្គក៏ដោយណាធ្វើម៉េចបើយើងមិនមានឧបនិស្ស័យតន់ព្រះអង្គនៅរស់ណាព្រះអង្គបរិនិព្វានទៅហើយប៉ុន្តែញាតិញោមកាលណាគុណចាស់ទៅតែមានសេចក្តីត្រេកអរថាអាត្មាឯងបានខ្សែគប់នៅសពបរោះគឺលោកម្ចាស់គ្រូហ្នឹងលោកគ្រូដែលជាអ្នកចេះចាំនៅព្រះធម៌ចេះចាំនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធមិនបានចេះច្រើនអីដូចព្រះសរិបុត្រអីក៏លោកអាចបង្ហាត់បង្រៀនឲ្យយើងហ្នឹងស្គាល់ល្អអាក្រក់ដូចជាបង្ហាត់បង្រៀននៅព្រះអភិធម្មហើយព្រះអភិធម្មហ្នឹងគឺមានអនិស្សដីពីរោះណាប្រសិនមកជាយើងមិនបានសិក្សាទេពេលដែលសេចក្តីខឹងក្រោធកើតឡើងអត់ដឹងថាហ្នឹងជាអីអត់ដឹងហើយបើយើងបានសិក្សាទៅយើងដឹងថាហ្នឹងជាតោសៈណាតោសៈហ្នឹងក៏យើងគូសែបឬក៏យើងគូលះយើងគិតពិចារណាទៅថាអូតោសៈហ្នឹងអាត្មាអញមិនក៏បែសែបទេកាលណាដែលសែបវាទៅវាអត់មាននាំទៅការប្រណិពានទេអាហ្នឹងគឺទៅនរកចុះលោភៈទៅខាងណាវិញឃើញរបស់ឃើញទ្រព្យសម្បត្តិអ្នកដទៃចង់បានចង់បានតែម្នាក់ឯងគេសុំគេអត់ចង់ឲ្យគឺសេចក្តីចង់បានហ្នឹងឯងវាជាលោភៈតែសួរតែលោភៈហ្នឹងវានាំឲ្យយើងទៅកើតជាសកទេវរាជថាមិនមែនទេអាលោភៈហ្នឹងគឺទៅប្រែតណាទៅប្រែតហើយចង់មោហៈវិញមោហៈគឺសត្វទេរឆានចឹងគិតពិចារណាទៅគឺសិតជាតួអកុសលទាំងអស់ហ្នឹងវាមិនមែនជាតួកុសលដែលនាំឲ្យយើងនឹងឆ្លងផុតនៅសេចក្តីទុកបាននោះទេអញ្ចឹងយើងគួរលះសួរតាគួរលះហ្នឹងយើងចេះដឹងមកពីណាមកពីសិក្សាព្រះអភិធម្មហើយសិក្សាជាមួយពីណាគឺលោកម្ចាស់គ្រូហ្នឹងលោកគ្រូជាដើមនឹងឯងឬក៏អ្នកផ្សេងយើងទៅដែលលោកចេះចាំនៅព្រះធម៌របស់ព្រះអង្គហ្នឹងគឺផលប្រយោជន៍ដែលយើងខ្សែគប់នៅសពបរោះណាសពបរោះគឺអាចដឹកនាំឲ្យយើងស្គាល់នៅអំពើបាបអំពើបុណ្យមានការរក្សាសិលដោយកណាគុណចាស់ភាគច្រើនណាទៀតគឺខ្ញុំកាលណាក្តីហ្នឹងណាកាលពីមិនទាន់បានខ្សែគប់ឬក៏បានចូលនៅសិក្សានៅក្នុងពុទ្ធសាសនាមនីរដ្ឋនេះទេខ្ញុំកាលណាក៏មិនសូវជាចេះអីដែរណាគឺអត់ស្គាល់ដឹងជាតោសៈហ្នឹងមិនម៉េចទេណាដឹងតែខឹងក្រោតដែរអត់មានដឹងថាហ្នឹងជាតោសៈទេចង់បាននេះថានិយាយទៅគឺថាខុសច្រើនណាកាលពីមិនទាន់បានសាគប់នៅសពបរោះហ្នឹងគឺទង្វើទាំងឡាយដែលខ្ញុំកណាឬក៏កណាគុណចាស់ហ្នឹងក៏តែងតែបន្លឺនៅវាចាថាភាគច្រើនគឺខ្ញុំកណាស្ដាប់ទៅគឺលោកមានសេចក្តីត្រេកអរដែលបានខ្សែគប់នៅលោកម្ចាស់គ្រូដែលជាអ្នកចេះដឹងហើយលោកក៏បានពោលទោសដែលកាលពីដើមដែលមិនទាន់បានខ្សែគប់នៅសពបរោះហ្នឹងដូចខ្ញុំកណាដែរណាអញ្ចឹងហើយការដែលបានកើតមកជាមនុស្សណាបានកើតជាមនុស្សហើយបានជួបព្រះអង្គទៀតជួបព្រះអង្គនេះមិនមែនបានជួបព្រះអង្គទេគឺបានជួបពធណាព្រោះបើតែយើងមិនបានជួបព្រះអង្គប៉ុណ្ណាតែព្រះអង្គមកការសម្ដែងថាមនាលភិក្ខុទាំងឡាយបើមនាលភិក្ខុទាំងឡាយអ្នកណាដែលបានសិក្សាធម៌របស់តថាគតបានឃើញច្បាស់បានចាក់ធ្លុះនៅអរិយសច្ចៈអ្នកនោះឈ្មោះថានៅជាមួយតថាគតណាបានឃើញតថាគតអ្នកខ្លះមិនយល់ថាចេះតែថាឲ្យបើព្រះអង្គបរិនិព្វានហ្នឹងវាបានឃើញណាគឺមិនអាចឃើញទេព្រះអង្គបរិនិព្វានពិតមែនប៉ុន្តែយើងបានសិក្សាពធព្រះអង្គបានចេះដឹងនៅពធព្រះអង្គគឺដូចជានៅជាមួយព្រះអង្គអញ្ចឹងណាហ្នឹងគឺផ
ផលប្រយោជន៍ដែលយើងបានកើតមកជាមនុស្សហើយយើងក៏មិនត្រូវយកអត្តភាពជាមនុស្សនេះយកទៅចាយវាឥតប្រយោជន៍ណាចាយវាឥតប្រយោជន៍ត្រង់នេះគឺចង់និយាយថាបានកើតមកជាមនុស្សហើយមិនសូវជាមានការនឹងរក្សាធ្វើបុណ្យធ្វើទានទេទៀតណាដូចថ្ងៃសិលថ្ងៃអីយើងទៅឆ្លៀតទៅម្ដងនឹងទៅម្ដងផ្ទះឯងពិបាកដល់ហើយទៅញ៉ៃញ៉ៃនៃទ្រព្យសម្បត្តិឯងនៅផ្ទះឯនេះអូកូនអីយំចឹងនោះចង្រៃមកពីឯងទៅវត្តហ្នឹងប្រដៅណានិយាយអញ្ចឹងណាអត់ដឹងថាផលប្រយោជន៍ដែលទៅវត្តហ្នឹងគឺដើម្បីអីហើយអ្នកខ្លះទៀតទៅវត្តតែទៀតទៅណាទៅដូចគេដូចអីធម្មតាទៅដល់គេថាពុតធាំងតាមគេធម្មតាតាមគេសួរធម្មតាតែមិនថាតាមគេណាអាហ្នឹងគឺមុនដំបូងគឺចឹងហើយប៉ុន្តែឲ្យតែយើងទៅវត្តញឹកញាប់ទៅយើងអាចចេះដឹងពធព្រះអង្គសាគប់សពបរោះទៅគឺអាចធ្វើឲ្យយើងនឹងស្គាល់នៅសេចក្តីល្អឬក៏អំពើបាបដែលជាតួអកុសលទាំងឡាយដែលនាំឲ្យយើងជាប់ជំពាក់នៅក្នុងភពនេះណាអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទណាប្រកាសណាគុណចាស់គ្រប់ព្រះអង្គជើងត្រូវតែមាននៅសតិសម្បញ្ញៈណាសេចក្តីពិចារណាត្រេះរិះរលឹកដឹងនៅអត្តភាពដែលយើងបានកើតជាមនុស្សនេះណាថាអាត្មាអញបានកើតជាមនុស្សនេះគឺល្អយ៉ាងក្រៃលែងទៀតណាល្អហើយបានកើតជាមនុស្សហើយល្អនៅមានល្អជាងនឹងទៀតល្អត្រង់ណាល្អគឺបានជួបពធបានខ្សែកុសលបរោះហ្នឹងគឺជាការល្អទៀតហើយតើយើងគួរបោះបង់នៅពេលវេលាដែលមានប្រយោជន៍នេះណាតើយើងគួរតែបោះបង់នៅអត្តភាពជាមនុស្សនេះព្រមមួយយ៉ាងណាណាកុំឲ្យដោយសត្វមន់ណាទៀតណាហ្នឹងសត្វមន់ឃើញពេជ្រមួយគ្រាប់អត់ចាក់ទេណាអត់ចាក់ទេល្ងងអត់ពេលឃើញក្រុមកឬក៏ចលិតចឹកឯណាឯណោះហាពេជ្រមានតម្លៃរាប់លានរាប់អីណាអត់ចឹកយ៉ាងណាមិញណាបុគ្គលពីលណាដែលបានកើតមកជាមនុស្សហើយបានឃើញពធបានមានប្រសង់ណាជួនកាលលោកនិមន្តបិណ្ឌបាតអីចឹងទៅក៏ធ្វើបង្ើយកន្តើយនេះមិនមែនថានិយាយចង់ឲ្យញាតិញោមដាក់បាតទេមិនមែនថានិយាយចង់ឲ្យដាក់បាតហ្នឹងដើម្បីចង់លើកតម្កើងខ្លួនឯងទេគឺនិយាយការរំលឹកឲ្យដឹងថាបុណ្យមកហើយណាជួនកាលចឹងទៅបើថាបានកើតជាសត្វអីចឹងទៅវាអត់ចេះស្ដាប់វាអត់មានធម្មសញ្ញាវាមិនចេះស្ដាប់ធម្មចេះអីទេសត្វហើយបើថាកើតជាសត្វប្រែចឹងទៅវាមិនអាចមកស្ដាប់ធម៌ស្ដាប់អីបានដូចមនុស្សអាហ្នឹងវាចឹងមែនប៉ុន្តែអាមានកជានេះហើយនេះណាមានមាត់មានភ្នែកណាមានដៃសម្រាប់ធ្វើកាយវិការផ្សេងមានជើងសម្រាប់ដើរណាមានភ្នែកសម្រាប់មើលណាតើយើងខ្វះត្រង់ណាមានកជាសម្រាប់ស្ដាប់ទៀតមានអវយវៈគ្រប់ទាំងអស់អាចប្រព្រឹត្តទៅដោយជាដូចជាការស្ដាប់ធម៌អីបានប៉ុន្តែអាកជាហ្នឹងមិនស្ដាប់ធម៌អីទៅស្ដាប់ចម្រៀងណាមាត់ហ្នឹងមិនទៅអានធម៌អានអីទៅអានអីក្រៅអូខេអញ្ចឹងទៅណានឹងឲ្យជើងហ្នឹងសម្រាប់ដើរហ្នឹងគឺបង្កើតមកសម្រាប់មានប្រយោជន៍ទៅជាយកអាជើងដៃទាំងអស់ហ្នឹងទៅធ្វើនៅអំពើមិនគប្បីដូចជាការលួចឆក់ប្លន់គេរងទុកបាសជាដើមហ្នឹងគឺមានន័យថាយើងយកអត្តភាពជាមនុស្សនេះទៅប្រើប្រាស់ដោយឥតប្រយោជន៍ណាហើយបើយើងមានកជាមានភ្នែកមានដៃមានជើងមានអវយវៈគ្រប់ទាំងអស់ហើយបើយើងមកអង្គុយស្ដាប់ធម៌ណាយើងផ្ទៀងសោតាស្ដាប់ធម៌ណាសោតាហ្នឹងគឺជានឹងឯងយើងស្ដាប់ធម៌ភ្នែកយើងគឺយើងមើលធម៌ជើងយើងសម្រាប់ដើរទៅវត្តទៅវាឬក៏មានម៉ូតូជិះម៉ូតូមានឡានជិះឡានទៅណាហើយដៃយើងសម្រាប់អីដៃយើងសម្រាប់សរសេរនៅធម៌ផ្សេងហ្នឹងគឺមានន័យថាយើងយកអត្តភាពជាមនុស្សហ្នឹងប្រើប្រាស់មានប្រយោជន៍ណាហើយមានប្រយោជន៍ចឹងទៅកាលណាដែលយើងមាននៅជារាជាធិឬក៏ឈានដល់មរណៈគឺយើងមានសេចក្តីសង្ឃឹមណាអាត្មាអញកាលពីនៅរស់ណាបានធ្វើបុណ្យច្រើនបានរក្សាសិលបានសាទគប់សពបរោះសប្បាយចិត្តនៅពេលនោះឯងរៀបនឹងចិត្តទេគឺធ្វើឲ្យចិត្តយើងនៅឃើញតួកុសលច្រើនវាអាចធ្វើឲ្យយើងបដិសន្ធិក្នុងឋានទេវលោកមានសុគតិភពជាដើមនឹងឯងណាហើយចុះបើយើងធ្វើបាបច្រើនកាលពីនៅរស់គាត់តែសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសជាមួយប្រពន្ធកូនអ្នកដតីពោលពាក្យកុហកផឹកនៅសូរាផ្សេងនឹងឯងពេលដែលរៀបចិត្តចត់តេនោះនៅឃើញទទួលបាបចង់គេយកបដានព្រះឬក៏យករូបព្រះអង្គដាក់លើក្បាល 4-5 ចន្លឹកទៀតអត់នៅឃើញហ្នឹងឯងមិនគួរណាធ្វើបាបសោះណោះចង់គេយកព្រះដាក់ពីមុខទៀតក៏មិនសូវជានៅឃើញដែរបអាទូអកុសលដែលខ្លួនខំសាងវាច្រើនហើយ
mình ban vừa bon vừa tiền này chẳng nào có việc mình ai từ ruồi tay bàn tay vì thằng đọc ấy viên thằng pi bay đây chẳng nè bàn tay thì cái nào lọc khơi cả bị nâu khỏi nắng khôi chúng ta không nói cái đạn chấn cái đạn bị đa nâu nó phải chở pi bay mai rồi đừng cái đạo Việt Nam ơi thì nhạc lại nó ngọt đắng thì cái đạo ruột bọn đầm bay ấy đây chơi đặt đa đâu ở từ không nói lắm cái do bị đa nó một đại hãy được xua ta đạt được ấy ở đằng lên chơi đặt đó ca bớt nó cứ pho phải do để cái đạo ruột bọn nó cứ đầm bay bộ oi nét để cầm pông để chưa riêng nâng chất lắm nâng đầm bay ở nơi khơi con rồi bắp ra sắm samput chia sẻ đa để giờ tha bọn chia bộ cô ai bọn chia nét ra đắng bọn chỉ nét nôm sạt lô ở long phật nó sẽ đầy tục cả na để giờ nơi khơi chân tấu lõ tiền về để riêng chọt tệ từng phần tái ở cả na để giờ mình ban nơi khơi người tế cái ai ở giờ phải để son thì nó không áp bài giờ phùng xây tàu tan tu ăn so để giờ lọp sang nè chân không cái nào xôm lợt nơi bờ vua rồi bò kẹt xà vẹt rồi bò pre sama samput miền pre sarai bot đại ngày ní chiết ngày bờ rộp nở bôn cứ ngày đại pre sarai bot pre nở pin chân không cái nào xôm lợt nơi bờ vua sằng khai nè cứ pre sarai bot lộc miền ca tăng sạch cha nó tròn khai chị kẹt xà vẹt cùng pui lơ bị khô chẳng lái hàng miền bạch nhà đợi xa lô khơi miền cà chia co ông pi bị khô xong đại miền presma samput bát mọt trại chứ nào mà tia xây nè cứ lúc tăng xảy cha tới lúc không bật không vừa bon không vừa ấy chúng tấu tìm một phật xua thằng mấy tìm phật nè cứ lúc ban sầm rải thầy nhiệt nhôm trăng trăng ngót năng trăng ấy và trắng không á chẳng nè cứ dừng trăng dừng không đâu chỉ dừng tao cùng bà này mình ha lùng mình chắc chơi ta thà đọt nạ kiểu sao vậy nó mình thò mà ra cứ mình thôi chôn mày tàu ba anh nói mình nghe nói tiền men thôi chôn ai tàu ba này nè để ban trẻ kiểu sao vậy mình thôi chôn chỉ bè là hòn này dừng tàu đắng quần tái số tập bè là hòn đắng lúc bắt na tao mới chết ban chia bè hòn liếm được cùng bây giờ nè lúc miếng cá sườn xóm ba rồi mày tràn cứ mày cái nào mưa xong cây mà sang cặp miếng cá ôi tiên miếng cá để xa sơ nấu pe để chết ti bằng phô rồi bóp ra sợi bót á tiền này mình men chỉ côn một lúc thon mà đái tiền chia côn rồi bóp prem hà sa chứ miếng trộp to là 560 cao tràn hay lột nâng cao máu cực đông khang bành nhà hay miếng buộc mạng một tiền đó buộc và một cái liền chăng cái nào cao lệ tạ vận tải cái nào có tất cả ba một liền về chúng tôi lúc sạp cục lúc biến buộc mà đây chỉ là chạy đằng đôi khi cái nào tiếng cứ khuyên cả sừng đáy sừng khai cứ press sợi bót prom tiếng cao lệ tạ nắng đây chỉ bật phèo rồi bo luôn nắng tay từ mơ nó mà hao sầu mỗi năm tao căn 1 năm chúng tôi cứ mơ rồi sao về 1 năm trong còi lúc lúc như gì đây trai đi bị cha nè lúc kết hàng nhặt lên là khâu slap ở linh rồi năm nhặt lên là khâu slap ở linh hay dân tao mơ Việt Nam tiên kết bị cha ra trai đi trong tấu cổ kết thay vì ót bị cháu hay nhiệt nhóm này cân trăng đấy xua thằng mơ tu mới đây cân trăng đấy đây cơ đó là kết ồ lúc kết khơi đi khen kho bị giỏi xa mơ là khâu mơ mà hao xóm đó thấy cổ tăng chất tầng pi ra năng kịp phía xa cái này này dừng kết nó kia xoay rồi một cái thô đây chỉ thô nó ở rồi chạm phật trong pi song xa rồi bớt đi có kết khi chúng tôi có tranh pi ở trò cô rồi bớt luôn năng đầm bé xoay rồi nó một cái thô thấy đa xoay rồi cướp tí còn lại xuống là cái lại nát đây cái lại đây sầm đây thô tôi ban sầm rách ở rồi chạm phật tốc sạp pe ở nào ta tiền hít về mẹ xa vì ca nàng hít khổ này nàng ta nhiều nàng dạ đi tiền bà ha bà chia bà tây cô ta mây mơ ha bà nhà nàng dạ đi
ទាំងខេមាអធិមន្តីណង្យតិទាំងឧបលវណ្ណាវិនយធរិយណង្យតិទាំងបដាចារាធម្មកតិកាណង្យតិទាំងធម្មតនិជាយិនីណង្យតិទាំងនន្តិអារៈវិរិយាណង្យតិទាំងសោណាតបចាខោកានពុទ្ធហੰសរណੰកេចហាមិ